បាទសួស្តីបងប្អូនថ្ងៃនេះមានមុខម្ហូបមួយមុខទេបងប្អូនឆាគ្រឿងគីងគក់តាមរះព្រៅនេះមិញបង់ហើយហ្នឹងតែផ្លេចថតលើកវាពីបេសសៃយកមកថតមួយសាទៀតឥឡូវយើងមកចាប់ដើមធ្វើទាំងអស់គ្នាដំបូងយើងមានគីងគក់យើងថា1គីឡូគ្រឿងយើងបុកមួយសណ្ដែកដីឲ្យហើយមកយើងដាក់រំលីងគ្រឿងវាឆាគ្រឿងនឹងជាមួយនឹងម្ទេសឆ្អើបងប្អូនឆាវាឡើងក្លិនឈ្ងុយមកឲ្យវាឡើងក្លិនឈ្ងុយចឹងមកចាំយើងដាក់សាច់ចូលបងប្អូនដាក់សាច់យើងចូលហើយវីដេអូនេះខ្លីប៉ុន្តែមានថតកាត់ទេបងប្អូនយើងងាស់វាឲ្យឆ្អិនយូរហូតយើងបានវាពុះក្រែកចឹងវាឆ្អិនសាច់ហើយយើងចាប់ដើមបងម្រះព្រៅមកបងប្អូនយើងអាចហូបបានហើយតែបញ្ជាក់បងប្អូនវីដេអូនេះគឺវែងខ្ញុំធ្វើកាត់ទេវាធ្វើងាយទេបងប្អូនមានតែប៉ុណ្ណឹងឆ្អិនហើយអរគុណច្រើនបងប្អូនដែលបានមើលវីដេអូ